មូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ីដែលស្ថិតនៅចម្ងាយប្រមាណ700គីឡូម៉ែត្រពីសមរភូមិអ៊ុយក្រែនបានរងនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅព្រឹកថ្ងៃប្រហ័សទី20មីនា វីដេអូដែលទីភ្នាក់ងារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់បានបង្ហាញឲ្យឃើញនៅកម្លាំងផ្ទុះដ៏ខ្លាំងក្លាបង្កការខូចខាតផ្ទះសម្បែងប្រជាជនស្ថិតនៅក្បែរមូលដ្ឋាននេះវីដេអូមួយទៀតបង្ហាញឲ្យឃើញភ្លើងឆេះសន្ធោសន្ធៅខ្ពស់ឡើងទៅលើក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថាកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើព្រលានយន្តហោះយោធាហើយបានបំផ្ទុះទីតាំងស្តុកគ្រាប់នៃមូលដ្ឋាននេះថែមទៀតគូបញ្ជាក់ថានៅព្រឹកថ្ងៃប្រហ័សក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដំណឹងថាប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ីបានកំទេចដ្រូនអ៊ុយក្រែនចំនួន132គ្រឿងដែលហោះចូលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ីដោយឡែកអាជ្ញាធរតំបន់សារ៉ាតូវរបស់រុស្ស៊ីបានឲ្យដឹងថាពិតជាមានការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Engels និងបានបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅព្រលានយន្តហោះហើយតម្រូវឲ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីតំបន់នៅជុំវិញនេះមនុស្សយ៉ាងហោច10នាក់បានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនេះបើផ្អែកតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍រុស្ស៊ីដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចបញ្ជាក់បានទេអំពីទំហំខូចខាតជាក់ស្ដែងនៅក្នុងមូលដ្ឋានទ័ពអាកាស Engels ដោយសារតែអាជ្ញាធររុស្ស៊ីមិនផ្ដល់ព័ត៌មានអ្វីទាំងអស់សូមរំលឹកថាមូលដ្ឋានទ័ពអាកាស Engels ស្ថិតនៅមាត់ទន្លេ Volga ត្រូវបានសាងសង់ឡើងតាំងតែពីសម័យសហភាពសូវៀតមូលដ្ឋានទ័ពនេះគឺជាទីតាំងទុកយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tupolev Tu-160 របស់រុស្ស៊ីដែលអាចមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរអ៊ុយក្រែនអះអាងថាគឺចេញពីមូលដ្ឋានកងទ័ពអាកាសនេះហើយដែលរុស្ស៊ីបញ្ជាយន្តហោះទៅទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនអ៊ុយក្រែនគូក៏សម្គាល់ថាបន្ទាប់ពីលោកពូទីនយល់ព្រមជាមួយលោកដូណាល់ត្រាំថាសុខចិត្តផ្អាកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនតែកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារជាទូទៅនៅក្នុងទឹកដីអ៊ុយក្រែនដដែលជាក់ស្ដែងកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃប្រហ័សអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបញ្ជាដ្រូនចំនួន171គ្រឿងមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែននៅថ្ងៃប្រហ័សលោក Zelensky បានចូលរួមថ្លែងសារតាមវីដេអូពីទីក្រុងអូស្ឡូប្រទេសណ័រវេសនៅក្នុងជំនួបកំពូលប្រទេសសមាជិកអឺរ៉ុបទាំង27នៅក្នុងសារនេះលោកប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថាអឺរ៉ុបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតមិនត្រូវចាញ់ល្បិចស្នៀតរបស់ពូទីនជាដាច់ខាតប្រឈមនឹងការទាមទាររបស់លោកពូទីនថាឲ្យក្រុមប្រទេសលោកខាងលិចត្រូវតែឈប់ផ្ដល់អាវុធឲ្យអ៊ុយក្រែននោះលោក Zelensky បានអំពាវនាវទៅកាន់ប្រទេសអឺរ៉ុបថាត្រូវតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរហូតទាល់តែចោលឈ្លានពានរុស្ស៊ីដកទ័ពចេញឲ្យអស់ពីទឹកដីអ៊ុយក្រែនតំណាងភាគីចរចាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានជួបនិយាយគ្នារយៈពេលដល់ទៅ12ម៉ោងនៅទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃច័ន្ទទី24មីនាចេញពីជំនួបចរចានេះលោក Grigory Karasin ប្រធានគណៈកម្មការកិច្ចការអន្តរជាតិនៃសហព័ន្ធរុស្ស៊ីនិងដែលជាប្រធានក្រុមចរចាភាគីរុស្ស៊ីបានថ្លែងប្រាប់អ្នកកាសែតថាការនិយាយគ្នាជាមួយភាគីអាមេរិកបានចាប់ផ្ដើមទៅដោយតានតឹងមិនស្រួលប៉ុន្មានទេក៏ប៉ុន្តែលទ្ធផលនៃការប្រជុំនេះគឺមានអត្ថប្រយោជន៍ចាំបាច់សម្រាប់ភាគីទាំងសងខាងលោក Grigory Karasin អះអាងទៀតថាភាគីទាំងពីរបាននិយាយគ្នាត្រង់គ្រប់ចំណុចទាំងអស់ទោះបីមិនទាន់ត្រូវរើគ្នាតែយ៉ាងណាបរិយាកាសនៃការចរចាគ្នាគឺប្រកបដោយការស្ថាបនាមន្ត្រីរុស្ស៊ីរូបនេះបន្ថែមទៀតថានឹងបន្តការចរចាតទៅទៀតហើយរុស្ស៊ីមានបំណងចង់ឲ្យមានវត្តមានរបស់អង្គការសហប្រជាជាតិនិងប្រទេសមួយចំនួនទៀតដែរចូលរួមនៅក្នុងដំណើរការចរចានេះតែដោយមិនបញ្ជាក់ថាមានប្រទេសណាខ្លះទេគូបញ្ជាក់ថាអ្វីបើភាសាការទូតពីសំណាក់ភាគីរុស្ស៊ីលើកឡើងថាការចរចាបានដំណើរការទៅប្រកបដោយការស្ថាបនាក្តីតែធៀបពិតបាននិយាយពីលទ្ធផលជាក់ស្ដែងគឺគ្មានទាល់តែសោះគម្រោងបទឈប់បាញ់ដែលភាគីអាមេរិកបានយកទៅដាក់លើតុដើម្បីជជែកគ្នាគឺគ្មានការប្រកាសបញ្ជាក់ណាមួយថាបានលទ្ធផលយ៉ាងណាទេអ្នកវិភាគជាច្រើនបានលើកឡើងថាអ្វីបើលោកដូណាល់ត្រាំបង្ហាញភាពតក់ក្រហល់ចង់ឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សបំផុតនៅអ៊ុយក្រែនតែធៀបពិតលោកពូទីនឯណោះហាក់កំពុងតែអូសជើងទៅវិញព្រោះរុស្ស៊ីកំពុងតែមានព្រៀបនៅឯសមរភូមិមួយវិញទៀតលោកពូទីនអាចកាន់អំណាចអស់មួយជីវិតដូច្នេះគ្មានអ្វីត្រូវប្រញាប់ដោយលោកដូណាល់ត្រាំដែលកាន់អំណាចតែ4ឆ្នាំនោះឡើយអ៊ុយក្រែនបានអះអាងថាត្រៀមខ្លួនសុខចិត្តព្រមទទួលយកបទឈប់បាញ់ទាំងស្រុងដោយគ្មានលក្ខខណ្ឌតែរុស្ស៊ីទេដែលនៅតែអូសបន្លាយពេលវេលាផ្អែកតាមមន្ត្រីការទូតភាគីអាមេរិកនិងរុស្ស៊ីនឹងបន្តការចរចាគ្នាទៀតស្ដីពីបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅនិងស្ដីអំពីការធានាសន្តិសុខលើចរាចរណ៍នាវាដឹកគ្រាប់ធញ្ញជាតិដោយឡែកនៅព្រឹកថ្ងៃអង្គារទី25មីនានេះតំណាងក្រុមចរចាអ៊ុយក្រែនដែលស្ថិតនៅទីក្រុងរីយ៉ាតបានប្រាប់អ្នកកាសែតថានឹងបន្តការចរចាជាមួយភាគីអាមេរិកនៅថ្ងៃនេះបន្ថែមទៀតគូបញ្ជាក់ដែរថាស្របពេលដែលការចរចាកំពុងតែសស្រាក់សស្រាំនៅអារ៉ាប៊ីសាអូឌីតស្ដីពីបទឈប់បាញ់តែនៅសមរភូមិឯណោះការវាយប្រហារក៏នៅតែសស្រាក់ស
ក៏ស្រាមដែរយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារផ្អែកតាមអាជ្ញាធរអ៊ុយក្រែនរុស្ស៊ីបានបាញ់មីស៊ីលទៅលើទីក្រុងស៊ូមីខាងជើងអ៊ុយក្រែនបណ្ដាលឲ្យរបួសមនុស្សយ៉ាងហោច90នាក់ក្នុងនោះមាន17នាក់ជាកុមារចំណែកនៅសមរភូមិខាងកើតអ៊ុយក្រែនវិញរុស្ស៊ីអះអាងថាមានជនជាតិរុស្ស៊ី3នាក់ស្លាប់គឺអ្នកកាសែតម្នាក់អ្នកកាន់កាមេរ៉ាម្នាក់និងអ្នកបើកបរដែលចុះមកយកព័ត៌មានក្រសួងការពារជាតិរុស្ស៊ីអះអាងទៀតថានៅថ្ងៃច័ន្ទគេបានកំទេចដ្រូនអ៊ុយក្រែនដែលប៉ុនប៉ងចូលមកវាយនៅទីតាំងប្រេងរបស់រុស្ស៊ីក្នុងតំបន់ Krasnodar ប៉ូឡូញអេស្តូនីលីទែនីហើយនិងលេតូនីបានបោះមួយជំហានដែលចេញពីសន្ធិសញ្ញាហាម5គ្រាប់មីនប្រឆាំងមនុស្សឬហៅថាសន្ធិសញ្ញាក្រុងអូតាវ៉ានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង4ដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីហើយនិងបេឡារុសបានលើកឡើងពីការកើនឡើងនៃការគំរាមកំហែងផ្នែកសន្តិសុខនៅក្បែរប្រទេសរបស់ខ្លួនគិតចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនសន្ធិសញ្ញាក្រុងអូតាវ៉ាឆ្នាំ1997បានចែងអំពីការហាមប្រើប្រាស់ការស្តុកទុកការផលិតឬក៏ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្សជាប្រភេទគ្រាប់មីនដែលគេកប់លាក់នៅក្រោមដីគ្រាប់មីនប្រឆាំងមនុស្សបង្កផលវិបាករយៈពេលវែងដល់មនុស្សជាតិពីព្រោះវាធ្វើឲ្យមនុស្សភាគច្រើនរបួសដាច់ដៃដាច់ជើងហើយនិងពិការភ្នែកជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនហើយមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីហើយនិងបេឡារុសប្រទេសប៉ូឡូញអេស្តូនីលីទែនីហើយនិងលេតូនីបានវិតម្លៃថាគិតចាប់តាំងពីផ្ដោតសច្ចាប័នទៅលើសន្ធិសញ្ញាក្រុងអូតាវ៉ាមកស្ថានភាពសន្តិសុខនៅក្នុងតំបន់អឺរ៉ុបកាន់តែធ្លាក់ចុះដុនដាបដូច្នេះនៅក្នុងបរិយាកាសដែលសន្តិសុខលែងនឹងនរដូចមុនដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយនឹងការគំរាមជាអចិន្ត្រៃយ៍របស់រុស្ស៊ីទៅលើសហគមន៍អឺរ៉ុបប្រទេសនៅតំបន់សមុទ្របាល់ទិកជាប់ជាមួយនឹងព្រំដែនរុស្ស៊ីគឺត្រូវតែចាត់វិធានការដ៏សមស្របដើម្បីការពារខ្លួននិងទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីដោយសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាហាមប្រើគ្រាប់មីនប្រឆាំងមនុស្សប៉ូឡូញអេស្តូនីលីទែនីហើយនិងលេតូនីចង់បញ្ជូនសារថាពួកគេគឺត្រៀមខ្លួនចាត់វិធានការចាំបាច់ដើម្បីការពារទឹកដីហើយនិងសេរីភាពរបស់ខ្លួននេះគឺជាការប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង4គូបញ្ជាក់ដែរថាប្រទេសជាប់សមុទ្របាល់ទិកទាំង3ទើបតែទទួលបានឯករាជ្យរំដោះខ្លួនចេញពីក្រោមឆ័ត្រសហភាពសូវៀតនៅឆ្នាំ1991ខណៈដែលប៉ូឡូញធ្លាប់ស្ថិតនៅក្នុងប្លុកកុម្មុយនីសរហូតដល់ឆ្នាំ1989មុននឹងរំដោះខ្លួនហើយចូលជាសមាជិករបស់អូតង់និងសហភាពអឺរ៉ុបរហូតដល់សប្តាហ៍នេះនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែករដ្ឋមន្ត្រីការពារជាតិរបស់លេតូនីបានវិតម្លៃថារុស្ស៊ីគឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះតំបន់បាល់ទិកគ្មានជាប់ចំណងពីព្រោះមិនមែនជាហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ារុស្ស៊ីគឺបានប្រើគ្រឿងមធ្យោបាយយោធាដើម្បីឈ្លានពានប្រទេសជិតខាងដូច្នេះដែលមើលទៅលើស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនវាគឺជារឿងដ៏សមស្របដែលលេតូនីហើយនិងប្រទេសនៅក្នុងតំបន់ចាប់អភិវឌ្ឍឡើងវិញនៃការផលិតគ្រាប់មីនក៏ប៉ុន្តែការប្រើប្រាស់ពង្រាយគ្រាប់មីននឹងធ្វើឡើងដោយផ្អែកទៅលើយុទ្ធសាស្ត្រយោធាហើយនិងអត្ថប្រយោជន៍របស់កងទ័ពទោះបីជាដើរចេញពីសន្ធិសញ្ញាហាម5គ្រាប់មីនអូតាវ៉ាក្តីរដ្ឋមន្ត្រីការពារជាតិរបស់ក្រុមប្រទេសទាំង4ខាងលើបានអះអាងថាគេនៅតែបន្តគោរពតាមគោលការណ៍ច្បាប់អន្តរជាតិស្តីពីការការពារជីវិតរបស់ប្រជាជនស៊ីវិលរដ្ឋមន្ត្រីការពារជាតិប្រទេសអេស្តូនីវិញនៅបានបញ្ជាក់ថានៅរហូតមកដល់ពេលនេះអេស្តូនីនៅមិនទាន់បានប្រើពង្រាយគ្រាប់មីននៅឡើយទេយ៉ាងណាក៏ដោយអង្គការការពារសិទ្ធិមនុស្សដូចជា Human Rights Watch ហើយនិង Amnesty International បានទាញសញ្ញាអាសន្នចំណែកឯអង្គការកាកបាទក្រហមអន្តរជាតិបានប្រមានថាការសម្រេចចិត្តរបស់ប៉ូឡូញហើយនិងប្រទេសបាល់ទិកទាំង3ដែលចេញពីសន្ធិសញ្ញាអូតាវ៉ានោះវានឹងធ្វើឲ្យយន្តការការពារអាយុជីវិតប្រជាជនស៊ីវិលកាន់តែធ្លាក់ចុះខ្សោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហោះសារតាមបណ្ដាញ Telegram អបអរសាទរចំពោះការរំដោះបានអ្នកទោសមកវិញចំនួន95នាក់ដែលជាកងកម្លាំងក្នុងជួរទាហានកងការពារជាតិនិងឆ្មាំព្រំដែនលោក Zelensky បានបន្ថែមថាដោយការពីការដោះដូរអ្នកទោសជាមួយរុស្ស៊ីនៅលើកមុនបេសកកម្មលើកនេះបានប្រព្រឹត្តទៅបានជោគជ័យដោយសារតែមានការជួយជ្រោមជ្រែងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមមុននឹងលោក Zelensky បានបង្ហោះសារបន្តិចក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ឲ្យដឹងដែរអំពីការដោះដូរអ្នកទោសគ្នានេះដោយភាគីទាំងសងខាងសុខចិត្តដោះលែងអ្នកទោសចំនួន95នាក់រៀងៗខ្លួនគួររំលឹកថាចាប់តាំងពីផ្ទុះសង្គ្រាមជាង2ឆ្នាំមកនេះរុស្ស៊ីនិងអ៊ុយក្រែនធ្លាប់បានដោះដូរអ្នកទោសគ្នាច្រើនដងហើយកាលពីថ្ងៃទី5មិថុនាកន្លងទៅលោកពូទីនបានអះអាងថារាល់ថ្ងៃនេះរុស្ស៊ីមានអ្នកទោសនៅក្នុងដៃចំនួន6465នាក់ដែលសុទ្ធតែជាទាហានអ៊ុយក្រែនចំណែកអ៊ុយក្រែនវិញមានទាហានរុស្ស៊ីក្នុងដៃចំនួន1348នាក់តែយ៉ាងណាតួលេខនេះមិនត្រូវបានភាគីអ៊ុយក្រែនបញ្ជាក់ថាពិតឬយ៉ាងណាទេកាលពីថ្ងៃទី25មិថុនា
គូសត្រូវទាំងពីរបានដោះដូរអ្នកទោសគ្នាចំនួន1លើកហើយគឺចំនួន90នាក់ទៅវិញទៅមកហើយបន្ថែមពីនេះក្រុមការងារចរចារុស្ស៊ីនិងអ៊ុយក្រែនបានជួបគ្នាដោយផ្ទាល់ជាលើកទី1ចាប់តាំងពីផ្ទុះសង្គ្រាមមកនេះបើផ្អែកតាមការបញ្ជាក់ឲ្យដឹងពីលោក Dmytro Lubinets ប្រធានក្រុមសម្របសម្រួលផ្នែកសិទ្ធិមនុស្សរបស់អ៊ុយក្រែនហើយបើផ្អែកតាមការអះអាងរបស់លោកស្រី Tatyana Moshkalkovaប្រធានក្រុមសម្របសម្រួលខាងរុស្ស៊ីវិញគឺក្នុងពេលដោះដូរអ្នកទោសគ្នាកាលពីថ្ងៃពុធទី17កក្កដាក៏ភាគីទាំងសងខាងបានជួបប្រជុំគ្នាដោយផ្ទាល់ដែរដោយគេបាននិយាយគ្នាអំពីបញ្ហាជួបជុំគ្នាវិញនៃក្រុមគ្រួសារដែលព្រាត់ប្រាសគ្នាដោយសារតែសង្គ្រាមគួរបញ្ជាក់ថាអ៊ុយក្រែនបានចោទរុស្ស៊ីថាបានចាប់ពង្រត់កុមារអនិច្ចជនអ៊ុយក្រែនចំនួនប្រមាណ 20,000 នាក់យកទៅខាងរុស្ស៊ីដោយបំបែកពួកគេពីឪពុកម្ដាយក្រុមគ្រួសារតែភាគីរុស្ស៊ីវិញអះអាងថាមិនបានចាប់ពង្រត់ទេគឺគេបញ្ជូនយកទៅកន្លែងមានសុវត្ថិភាពឆ្ងាយពីសង្គ្រាមតែប៉ុណ្ណោះតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់លោកពូទីនពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលក្នុងនោះគឺមានជាអាចការចាប់ពង្រត់យកកុមារអ៊ុយក្រែនទៅរុស្ស៊ីប៉ុន្មានខែមកនេះរុស្ស៊ីបានបញ្ជូនត្រឡប់មកឲ្យអ៊ុយក្រែនវិញនៅកុមារក្នុងចំនួនបន្តិចបន្តួចដោយសារមានការសម្របសម្រួលពីប្រទេសកាតាតែទន្ទឹមគ្នានេះគេបានចោទថារុស្ស៊ីបានយកកុមារអ៊ុយក្រែនឲ្យជនជាតិរុស្ស៊ីសុំយកទៅចិញ្ចឹមទាំងដែលការពិតកុមារទាំងនោះមានឪពុកម្ដាយនិងក្រុមគ្រួសារនៅអ៊ុយក្រែនគូក៏សម្គាល់ថាការដោះដូរអ្នកទោសគ្នាពីរលើកក្នុងរយៈពេលជិត1ខែនេះព្រមទាំងតំណាងក្រុមចរចាទាំងសងខាងបានជួបនិយាយគ្នាដោយផ្ទាល់ថែមទៀតនេះវាបានបង្ហាញអំពីការបើកចំហទ្វារខ្លះក្នុងការប្រាស្រ័យតាក់ទងគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីបើទោះបីជាការប្រយុទ្ធគ្នានៅសមរភូមិនៅតែបន្តកាលពីពេលថ្មីៗនេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសថាលោកចង់ឃើញរុស្ស៊ីចូលរួមនៅក្នុងជំនួបកំពូលដើម្បីសន្តិភាពលើកក្រោយដែលគ្រោងធ្វើនៅខែវិច្ឆិកាការបន្ទន់អិរិយាបថខ្លះរបស់លោក Zelensky នេះត្រូវបានអ្នកវិភាគខ្លះប្រមាលមើលឃើញថាលោក Zelensky ប្រហែលជាបានត្រៀមចិត្តនៅក្នុងការចរចាជាមួយលោកពូទីនព្រោះថាលោក Donald Trump អាចនឹងឈ្នះឆ្នោតហើយអាមេរិកអាចនឹងឈប់ជួយទំនុកបម្រុងអ៊ុយក្រែនតទៅទៀត